ថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាមកស្គាល់សមាជិកថ្មីរបស់ខ្ញុំហើយខ្ញុំនឹងធ្វើការរៀបចំកន្លែងឲ្យពួកវានៅកុំឲ្យខាតពេលយូរតោះយើងទៅមើលតើអស់គ្នាដោយសមាជិកថ្មីរបស់យើងលើនេះគឺខុសពីរាល់ដងគឺមានជាប្រភេទត្រីក្រឹមឬមួយក៏ត្រី7ពណ៌ហើយអ្វីដែលសំខាន់គឺសមាជិកថ្មីរបស់យើងគឺមិនសូវស្លូតប្រហែលទេគ្រាន់តែដាក់ចូលក្នុងធុងបណ្ដោះអាសន្នមានអារម្មណ៍ថាចាប់គូគ្នាថ្លឹងគីឡូឡើងសៃវៀនតែម្ដងអញ្ចឹងយើងទុកឲ្យពួកគាត់ដោះស្រាយបញ្ហាគ្នាគាត់ទៅយើងមកធ្វើការរៀបចំកន្លែងពួកគាត់នៅវិញដោយខ្ញុំធ្វើការក្រាលបាតខាងក្រោមនៃធុងនឹងដោយប្រើ lava rock ដោយប្រភេទគ្រួសនឹងគឺវាមានផលប្រយោជន៍ច្រើនដែរសម្រាប់ការរៀបចំទូត្រីបន្តមកទៀតគឺខ្ញុំធ្វើការដាក់សារ៉ាយដោយសារ៉ាយនេះគឺខ្ញុំយកពីក្នុងអាងដែលមានស្រាប់យកមកដាក់ក្នុងធុងនឹងតែម្ដងដោយធុងរបស់យើងគឺរួចរាល់ហើយប៉ុន្តែខ្ញុំធ្វើការទុកមួយយប់ដើម្បីទឹកវាថ្លាសិនថ្ងៃឡើងត្រីរបស់យើងក៏លែងឆ្លោះគ្នាដែរដោយនៅថ្ងៃបន្ទាប់ឃើញថាទឹកនៅក្នុងធុងត្រីរបស់យើងនឹងគឺថ្លាល្អហើយដោយសារតែប្រភេទត្រីនឹងគឺវារាងកាយហើយវាត្រូវការអាខេតតខ្លួនហើយវាត្រូវការកន្លែងពួនចឹងហើយបានជាខ្ញុំធ្វើការអេតបន្ថែមនៅផើងតូចៗចូលក្នុងធុងនឹងផងដែរឥឡូវនេះធុងរបស់យើងគឺអាចដាក់ត្រីចូលទៅបានហើយអញ្ចឹងយើងទៅមើលត្រីរបស់យើងទាំងអស់គ្នាដោយត្រីរបស់យើងមានឈ្មោះជាភាសាអង់គ្លេសហៅថា jewel cichlid ហើយបើឈ្មោះភាសាខ្មែររបស់គេឡើងព្រោះមានឈ្មោះថាត្រីត្បូងពេជ្រដែលខ្ញុំយកមកថ្ងៃនេះទាំងអស់គឺមានចំនួន4ក្បាលដែលខ្ញុំគិតថាប្រហែលជាមានឈ្មោល3ក្បាលហើយញី1ក្បាលមូលហេតុបានជារើសត្រីនឹងគឺដោយសារតែស្រឡាញ់ពណ៌របស់វាហើយត្រីដែលខ្ញុំយកមកនឹងគឺវានៅតូចឡើយអ្នកនរគ្នាវាអត់អស់ធំទេនិយាយទៅពួកវាឲ្យទៅថាបានកន្លែងថ្មីគឺថានឹងទៅចាប់គូគ្នាឡើងសៃវៀនហើយតែអត់យូរអ្នកនរគ្នាប្រហែលជា1ម៉ោង2ម៉ោងអីគឺវាលែងអីហើយសម្រាប់ចំណីដែលខ្ញុំនឹងឲ្យពួកវាគឺមានដូចជាប្រភេទចំណីគ្រាប់ហើយនិងជាចំណីក្លាសេកចង់បញ្ជាក់អ្នកនរគ្នាផងដែរថានេះគឺជាលើកទី1ដែលខ្ញុំចាំត្រីប្រភេទហ្នឹងដូច្នេះបើសិនជាចង់ឃើញអាប់ដេតផ្សេងៗទៀតកុំភ្លេចចុច like ចុច share comment អ្នកមួយផងអរគុណបាយបាយ